គ្រួសាររបស់យូគីដែលជាប្តីនិងប្រពន្ធឈ្មោះហ៊ីណាគឺជាគ្រួសារដែលមានសុភមង្គលបំផុតប៉ុន្តែរឿងមួយបានកើតឡើងនៅពេលដែលហ៊ីណាបាទជាប្រពន្ធបាទគាត់មានធុរៈច្រើនមែនទែនដោយសារគាត់មានមុខរបរជាគ្រូបង្រៀនផងជាអ្នករកស៊ីផងទៅការងារផ្ទះមួយចំនួនគាត់អត់បានធ្វើទេអញ្ចឹងហើយបានជាគាត់បានពិភាក្សាជាមួយប្តីយូគីដើម្បីរកអ្នកបម្រើស្រីម្នាក់ដើម្បីជួយការងារបង្រៀនកូននិងការងារផ្ទះមួយចំនួនស្របពេលនឹងដែរគឺហ៊ីណាក៏បានរកអ្នកបម្រើបានម្នាក់ប៉ុន្តែប្តីរបស់ខ្លួនអត់បាននៅផ្ទះទេដោយសារតែជាប់ទៅបង្រៀននៅសាកលវិទ្យាល័យពេលដែលយប់ឡើងប្រហែលជាម៉ោង6ល្ងាចបានជាយូគីជិះឡានមកដល់ផ្ទះហើយក្នុងពេលហ្នឹងគឺយូគីបានបើកទ្វារឡើងហើយក៏ឃើញនារីម្នាក់យ៉ាងស្អាតមែនតើហើយស៊ីទៀតហើយញញឹមទាំងស្រស់ទៀតធ្វើឲ្យយូគីផ្លឹកមួយផ្លេតហើយក្នុងពេលហ្នឹងក៏ហ៊ីណាក៏បានដើរមកហើយក៏ជួបអ្នកបម្រើបាទឈ្មោះលូណាហើយនឹងប្តីរបស់ខ្លួនយូគីកំពុងមើលមុខគ្នាហើយក្នុងពេលហ្នឹងគឺហ៊ីណាក៏គាត់សើចហើយក៏គាត់ញញឹមច្រើនដែរហើយក៏គាត់លេងច្រើនគាត់ក៏បានណែនាំប្រាប់ថាយូគីបងនេះគឺជាអ្នកបម្រើយើងដែលអូនរកឲ្យហើយគាត់មានបានជំនួសដៃជើងជាមួយយើងហើយក្នុងពេលហ្នឹងគឺអ្នកបម្រើគាត់មិនមែនមានតែមួយទេគឺមានមួយទៀតគឺផ្នែកផ្សេងជាស្រីដែរចាស់ក្នុងវ័យប្រហែលជាក្នុង60ជាងគេថាម៉ែដោះចាស់ណាហើយបន្តមកគឺមានអ្នកបើកឡានម្នាក់របស់យូគីដែរនៅក្នុងផ្ទះហ្នឹងមាន3នាក់ក្នុងពេលហ្នឹងណាយូគីដែលជាប្តីគឺគាត់ញញឹមមែនទែនហើយមានអារម្មណ៍គាត់ភ្លឹកនឹងសម្រស់របស់លូណាដែលជាអ្នកបម្រើនោះឯងតែហ៊ីណាអត់ឃើញទេអញ្ចឹងណាហើយយូគីគាត់ងាកឃើញតាលូណាហ្នឹងហើយងាកតាក៏លូណាដែរដោយសារតែលូណាគាត់មានតួនាទីច្រើននៅក្នុងផ្ទះហ្នឹងហើយអាការស្លៀកពាក់របស់គាត់ហ្នឹងគឺវាបែបស្អាតណាអញ្ចឹងគាត់ធ្វើឲ្យម្ចាស់ប្រុសហ្នឹងគឺតាក់ទាញមែនតើគឺក្រោយពេលហ្នឹងមកគឺពួកគាត់បាននិយាយគ្នាច្រើនមែនតើហើយលូណាហ្នឹងគឺគាត់ក្បួរក្បាច់ច្រើនជាងប្រពន្ធរបស់យូគីទៀតលូណាក្នុងនាមជាអ្នកបម្រើគាត់តែងតែធ្វើទឹកបាទផ្លែឈើដើម្បីឲ្យយូគីញ៉ាំហើយយូគីតែងតែសើថាលូណាធ្វើអីឆ្ងាញ់មែនតើរហូតដល់ហ៊ីណាហ្នឹងគាត់រៀងភ្ញាក់ផ្អើលដែរតែគាត់អត់ចាប់អារម្មណ៍ទេអត់បានដឹងទេដោយសារថ្មីអញ្ចឹងគាត់ក៏ថាំងបានអ្នកបម្រើធ្វើម្ហូបអីឆ្ងាញ់អញ្ចឹងគាត់សប្បាយចិត្តព្រោះពេលគាត់នៅអាចមានអ្នកបម្រើជំនួសពេលដែលចប់សពគ្រប់ទៅពួកគាត់មកក្រុមគ្រួសារគាត់ណាក៏មានកម្រងដើរលេងនៅកន្លែងមួយទៀតណាតែក្នុងហ្នឹងគឺលូណាគាត់នៅចាំផ្ទះតែដល់ពេលយូគីហើយនិងហ៊ីណាហ្នឹងគាត់រៀបចំឡានចេញទៅក៏យូគីក៏គាត់ភ្លេចទូរស័ព្ទនៅផ្ទះមិនថាក៏សួរប្រពន្ធគាត់ដែរថាទូរស័ព្ទគាត់បានយកមកអត់ក្នុងកាបូបអត់តែដល់ពេលហ៊ីណាថាអត់ឃើញទេដល់ពេលអញ្ចឹងគឺយូគីក៏គាត់ត្រូវជិះឡានហ្នឹងហើយដើម្បីទៅយកទូរស័ព្ទនៅផ្ទះនៅវិញដល់ពេលទៅដល់ផ្ទះយូគីក៏បានស្រែកហៅលូណាដែលជាអ្នកបម្រើថាជួយរកទូរស័ព្ទផងអត់ឃើញទេហើយក្នុងពេលហ្នឹងគឺយូគីក៏ឃើញលីណាក៏ដេកស្ដោកស្ដឹងនៅក្នុងបន្ទប់ទឹកដែលគេហៅថាក្រាតកាយណាដែលគាត់ដួលសន្លប់ធ្វើឲ្យយូគីហ្នឹងគឺគាត់សម្លឹងមើលឡើងភ្លឹកដោយសារអីរូបរាងរបស់លូណាហ្នឹងទ្រវែងថាស្អាតបាតអីលក្ខណៈមួយអេមហ្នឹងណាធ្វើគាត់លេបទឹកមាត់ដែរតែក៏គាត់ជួយលើក3តកហ្នឹងមកដេកនៅលើហ្នឹងហើយដេកមកលើពូកឬសាឡុងហ្នឹងឯងហើយក្នុងពេលហ្នឹងគឺលូណាក៏គាត់ភ្ញាក់ទៅក៏គាត់មកសុំទោសអីចឹងថាមិនគួរណាចឹងទៅតែអត់អីទេដោយសារតែលូណាក៏គាត់ដឹងខ្លួនឯងដែរថាគាត់ដេកស្រាតអីអាពេលដែលគាត់សន្លប់ចឹងណាហើយក្នុងពេលហ្នឹងគឺយូគីក៏ក្តៅសាច់មែនទែនតែអត់អីទេគាត់គិតថាមិនបញ្ហាណាមិនបញ្ហាតែគាត់ក៏យល់សប្តិឲ្យទៅវិញចឹងទៅថ្ងៃក្រោយមកទៀតហ្នឹងគឺយូគីក៏បានជូនកូនហ្នឹងហើយនឹងលូណាអមមួយគ្នាហ្នឹងទៅសាលាហើយក្នុងពេលហ្នឹងគឺគាត់បានជូនហើយក៏យូគីហ្នឹងក៏បបួលហ៊ីណាទៅមើលផ្ទះមួយព្រោះគាត់ក៏ជាអ្នកលក់ផ្ទះដែរហើយទៅពេលទៅមើលទៅក៏ហ្នឹងហើយគាត់ឲ្យលូណាហ្នឹងមកអង្គុយចាំនៅក្នុងឡានហ្នឹងហើយតែដល់ពេលយូគីក៏ចូលទៅគាត់ចាក់សោខុយណាដោយអារម្មណ៍គាត់អត់ទៅនឹង
ដល់ពេលហ្នឹងលូណាក៏គាត់មករើសមករើសសោទៅដល់ពេលគាត់មករើសសោអញ្ចឹងទៅក៏គាត់ចូលក្នុងផ្ទះមួយគ្នាហើយក្នុងពេលហ្នឹងគឺអារម្មណ៍គាត់ដូចស្ងាត់ស្ងៀមណាគាត់ក៏បង្ហាញអារម្មណ៍ពិតទៅប្រាប់លូណាហើយលូណាក៏គាត់មានអារម្មណ៍ពិតជាមួយនឹងយូគីដែរហើយពួកគាត់ទាំងពីរហ្នឹងក៏បានរួមមេត្រីគ្នានៅបន្ទប់ផ្ទះដែលគាត់គម្រោងនឹងលក់នឹងឯងធ្វើឲ្យគាត់រួចសេតមកស្អាតរវាងអ្នកបម្រើជាមួយនឹងម្ចាស់ប្រុសពេលដែលគាត់រួមរស់ដេកឆ្ងាញ់ហើយអេមហើយអស់ហើយគាត់ក៏បានមកផ្ទះវិញហ្នឹងហើយបន្តមកទៀតហ្នឹងគឺគាត់តែងតែតាក់ទងគ្នានៅក្នុងផ្ទះហ្នឹងហើយរបស់គាត់ហ្នឹងឯងហ៊ីណាអត់ដឹងទេគឺគាត់តែងតែឆ្លៀតមកផ្ទះមុនប្រពន្ធដើម្បីហ្នឹងហើយមកទទួលនៅអារម្មណ៍ស្រស់ស្រាយជាមួយអ្នកបម្រើរហូតហ្នឹងហើយពេលហ្នឹងហើយគឺពេលដែលចំហាយរវាងអ្នកបម្រើហើយនិងម្ចាស់ប្រុសកើតឡើងហើយម្ចាស់ស្រីអត់ដឹងទេគាត់អត់ដឹងទេហើយក្នុងពេលហ្នឹងគឺពេលមួយនោះគឺគាត់ដូចជារួមមិត្តត្រីគ្នានៅកន្លែងកូនដេកណាហើយក្នុងពេលហ្នឹងគឺអ្នកបម្រើម្នាក់ទៀតដែលជាយាយណាគាត់អែបទៅគាត់មិនចាប់អារម្មណ៍ឯងគាត់ឃើញគ្រុំក្តាំងក្នុងហ្នឹងហើយគាត់ក៏បើកទៅគាត់ឃើញដែរដោយសារគាត់បានបើកទៅវាលឺសូរអាទ្វារទៅសុងងៀតចឹងទៅក៏លូណាគាត់ទៅពួននៅក្រោមក្រែហើយដល់ពេលអញ្ចឹងឃើញតែយូគីពោកូនដល់ពេលអញ្ចឹងក៏រួចខ្លួនម្ដងទៀតអញ្ចឹងពួកគាត់សហាយស្មន់ជាមួយគ្នារហូតរវាងម្ចាស់ប្រុសហ្នឹងហើយពេលហ្នឹងហើយគឺទៅពេលដែលលូណាឡើងជើងខ្លាំងមែនតើគាត់អត់សូវគោរពមេស្រីទេគាត់តែងតែទៅជាមួយមេប្រុសរហូតហើយគាត់តែងតែបំពេញនៅសេចក្តីសុខរបស់គាត់ហើយពីតែហ្នឹងក៏គាត់បានតាក់ទងគ្នាណាគាត់បានបាញ់លុយឲ្យគ្នាបាញ់ជឿជាកដោមួយគ្នាអញ្ចឹងដល់ពេលហ្នឹងគឺយូគីជាប្តីហ្នឹងក៏អត់បែកអារម្មណ៍ហើយគាត់លេងចង់ធ្វើការគាត់ចង់តែមកផ្ទះគាត់ចង់តែធ្វើអីជាមួយនឹងអ្នកបម្រើហ្នឹងឯងហើយចំណែកឯប្រពន្ធនោះអត់ដឹងខ្យល់អីសោះតែហ្មងមិនថាគាត់អត់បានចាប់អារម្មណ៍ព្រោះអាសកម្មភាពមួយចំនួនហ្នឹងគឺអត់មានបានបង្ហាញថាមានការសង្ស័យអីទេហើយក្នុងពេលនោះហើយគឺគ្រួសារគាត់ដំងប្រេះឆាម្ដងតិចរហូតដល់មានការឆ្លោះទាស់តែងគ្នារហូតដល់មានពាក្យសម្ដីដាក់លើគ្នាអញ្ចឹងណានៅថ្ងៃមួយនោះគឺអ្នកបំរើប្រុសអ្នកបើកឡានណាគាត់ក៏ជិះឡានមកហ្នឹងមកថាតយោតកែស្រីហ៊ីណានៅអីកន្លែងការងារតែក្នុងពេលហ្នឹងគឺគាត់បានឃើញតកែប្រុសរបស់គាត់ហ្នឹងយូគីហ្នឹងកំពុងតែអោបកំពុងតែថើបអីលូណាអ្នកបំរើនៅកន្លែងមួយដែលឆ្ងាយពីផ្ទះឆ្ងាយគួរសមដែរធ្វើឲ្យអ្នកបម្រើហ្នឹងគឺថតបានយកទៅឲ្យតកែស្រីអញ្ចឹងណាហើយក្នុងពេលនោះហើយគឺពេលដែលគាត់ត្រូវឆ្លោះទាស់តែងគ្នាមែនតែនរវាងប្តីប្រពន្ធគាត់ហ្នឹងហើយលូណាឡើងរឹកខ្លាំងណាស់គឺអត់មានអីត្រូវខ្លាចទេឈរនឹងមកកន្លែងឯហ៊ីណាជាមួយនឹងយូគីគឺឆ្លោះគ្នាខ្លាំងមែនតែនឆ្លោះគ្នាខ្លាំងរហូតទៅដល់មានការប្រពន្ធហ្នឹងហ៊ីណាហ្នឹងក៏គាត់សុំបែកហើយក៏គាត់ទៅនៅផ្ទះម៉ែហើយឯកម៉ែយូគីនេះវិញជាមួយលូណាហ្នឹងគាត់មករួមរស់ជាមួយគ្នាដូចជាមេប្រុសមេស្រីអញ្ចឹងបាទរឿងហ្នឹងគឺវាខ្លីប៉ុណ្ណឹងហើយអនាគតគឺយូគីក៏បានទៅសុំទោសប្រពន្ធហើយសុំត្រូវគ្នាវិញឯចំពោះលូណាគឺយូគីបោះបង់ចោលប៉ុន្តែគឺចាក់ស្រេះគ្នាខ្លាំងនៅមានបន្តរឿងនេះការបែកបាក់គ្នារវាងប្តីជាថៅកែមកលួចសាហាយជាមួយនឹងអ្នកបម្រើអញ្ចឹងណា